បើសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងមាននៅអត្ថបទមួយដើម្បីចែករំលែកជូនទៅកាន់បងប្អូនទាក់ទងជាមួយនឹងការគេងលក់ហើយប៉ុន្តែបងប្អូនយើងតែងតែយល់សប្តិជារៀងរាល់យប់ចង់ដឹងថាតើមូលហេតុដែលលោកអ្នកគេងហើយយល់សប្តិហ្នឹងបណ្ដាលមកពីបញ្ហាអ្វីខ្ញុំបាទនឹងធ្វើការជម្រាបជូនតែម្ដងបាទនៅពេលដែលលោកអ្នកគេងរាងកាយរបស់លោកអ្នកនឹងឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើននេះអនុញ្ញាតឲ្យរាងកាយសម្រាកពេញលេញហើយក៏មានសារៈសំខាន់សម្រាប់សុខភាពទូទៅផងដែរដូចជាការគេងជួយឲ្យខួរក្បាលនិងរាងកាយរបស់លោកអ្នកដើរយឺតហើយចូលទៅក្នុងដំណើរការងើបឡើងវិញជាលទ្ធផលរាងកាយនឹងចិត្តដំណើរការបានល្អនៅថ្ងៃបន្ទាប់និងក្នុងរយៈពេលវែងអ្វីដែលកើតឡើងនៅពេលដែលលោកអ្នកគេងមិនលក់គឺជាដំណើរការមូលដ្ឋានមួយវាប៉ះពាល់ទៅដល់ការគិតការផ្ដោតអារម្មណ៍កម្រិតថាមពលនិងអារម្មណ៍ដូច្នេះការគេងឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សពេញវ័យហើយរឹតតែពិសេសមួយទៀតសម្រាប់កុមារនិងយុវវ័យរហូតមកទល់ពេលនេះវាមិនត្រូវបានគេបញ្ជាក់ច្បាស់ថាហេតុអ្វីបានជាមនុស្សគ្រប់រូបត្រូវតែយល់សប្តិប៉ុន្តែមានការរំពឹងទុកគួរឲ្យកត់សម្គាល់មួយចំនួននិងធ្វើការស្រាវជ្រាវអំពីមូលហេតុដែលអាចកើតមាននៃការសុបិននេះតើតើនឹងយល់សប្តិពីព្រោះថាគូក្បាលរៀបចំការចងចាំរបស់ខ្លួនឯងយល់សប្តិដោយសារតែឥទ្ធិពលនៃគំនិតភាពតានតឹងនិងអារម្មណ៍របស់យើងយល់សប្តិដោយសារតែសារធាតុគីមីនិងចរន្តអគ្គិសនីនៅក្នុងខួរក្បាលផ្លាស់ប្ដូរយល់សប្តិព្រោះវាជាសញ្ញានៃជំងឺនៅក្នុងខ្លួនការសុបិនកើតឡើងញឹកញាប់និងខ្លាំងបំផុតក្នុងកំឡុងពេលលោកអ្នកគេងដំណាក់កាលទី4គឺរ៉េមប៉ុន្តែវាអាចនឹងកើតឡើងក្នុងដំណាក់កាលនៃការគេងណាមួយកន្លែងដែលសុបិនរ៉េមមានទំនោរទៅជាស្រមើស្រមៃប្រកបនិយមឬចម្លែកជាងកំឡុងពេលគេងធម្មតាអ្នកឆ្លងកាត់វដ្តនៃការគេង4ទៅ5ម៉ោងដោយវដ្តនៃការគេងនីមួយៗមាន4ដំណាក់កាលនៃការគេងទី1ដំណាក់កាលគឺជារយៈពេលខ្លីមានន័យថាងុយគេងហើយបដូរទៅជាដេកដំណាក់កាលទី2រាងកាយនិងចិត្តរបស់អ្នកថយចុះនៅពេលដែលអ្នកចាប់ផ្ដើមងុយគេងការភ្ញាក់ដឹងខ្លួនគឺជាភាពងាយស្រួលបំផុតនៅក្នុងដំណាក់កាល2ដំបូងនេះដំណាក់កាលទី3ត្រូវបានគេស្គាល់ផងដែរថាជាការគេងជ្រៅរាងកាយនឹងចូលទៅក្នុងរបៀបងើបឡើងវិញវានឹងកាន់តែយឺតទន្ទឹមនឹងនេះសកម្មភាពទូទៅរបស់ខួរក្បាលថយចុះខ្លាំងដំណាក់កាលទី4គឺជាការគេងរ៉េមនៅក្នុងការគេងប្រភេទនេះសកម្មភាពខួរក្បាលត្រឡប់ទៅកម្រិតស្រដៀងនឹងពេលដែលលោកអ្នកភ្ញាក់នេះពន្យល់ពីមូលហេតុដែលរ៉េមត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុបិនខ្លាំងបំផុតនៅពេលដែលការដកដង្ហើមនិងចង្វាក់បេះដូងកើនឡើងកំឡុងពេលគេងរ៉េមសាច់ដុំភាគច្រើនឈប់ដំណើរការនេះគឺជាភាពរារាំងយើងពីការបង្ហាញពីសុបិនច្បាស់លាស់ទាំងនោះតើមានអ្វីកើតឡើងក្នុងពេលគេងរួមទាំងដំណាក់កាលផ្សេងគ្នានៃការគេងដែលកើតឡើងបន្តិចម្ដងដែលបង្ហាញពីភាពស្មុគស្មាញនៃការគេងនិងសារៈសំខាន់របស់វាចំពោះសុខុមាលភាពរបស់យើងស្ទើរតែគ្រប់ផ្នែកនៃរាងកាយត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងកំឡុងពេលគេងនៅពេលដែលលោកអ្នកគេងនឺរ៉ូនកោសិកាប្រសាទរាប់ពាន់នៅក្នុងខួរក្បាលបានផ្លាស់ប្ដូរទៅជាស្ថានភាពភ្ញាក់មួយទៅស្ថានភាពងុយគេងការគេងនេះពង្រឹងប្រព័ន្ធសរសៃប្រសាទបេះដូងនិងប្រព័ន្ធការពាររាងកាយបាទអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នក